Hello សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel MVMOV នៅថ្ងៃនេះគឺយើងមកបន្តភាគទី15នៃរឿងគ្រូពេទ្យទេវតាសម័យថ្មីបន្តហើយចឹងហើយចំពោះបងប្អូនយើងដែលទើបមកដល់ថ្មីកុំភ្លេចជួយចុច Subscribe ក៏ដូចជា Like Share មិនដើម្បីផលណាបានចាត់ទុកថាវាគឺជាកម្លាំងចិត្តអញ្ចឹងគឺយើងកុំឲ្យខាត់ពេលយូរមកតាមដានទស្សនាសាច់រឿងរបស់យើងតែម្ដងសាច់រឿងចាប់ដើមសងនេះក៏បាននាំ Bufan មកដល់មន្ទីរពេទ្យហើយភ្លាមៗក៏មាននរណាគេម្នាក់ទៅទូរស័ព្ទមកនេះក៏បាននិយាយហៅថាលោក Bufan គឺមិនចាំបាច់បារម្ភទេនេះក៏បាននាំលោកគ្រូពេទ្យម្នាក់ដែលមានជំនាញបំផុតនៅក្នុងទីក្រុងបញ្ឈៀងមកជួយសង្គ្រោះក្រុមប៉ូលីសទាំងអស់គ្នានេះហើយដល់បញ្ហាទាំងអស់នេះលោកពូគឺមិនចាំបាច់បារម្ភអ្វីទេចំពោះ Bufan ដែលបានលើកថាសងសឹកថាខ្លួនគេគឺជាលោកគ្រូពេទ្យដែលមានជំនាញបំផុតនៅក្នុងទីក្រុងបញ្ឈៀងគេក៏បានញញឹមអញ្ចឹងណាហើយក៏បាននិយាយការសងសឹកហាខ្លួនខ្ញុំគឺជាលោកគ្រូពេទ្យដែលមានជំនាញបំផុតនៅក្នុងទីក្រុងបញ្ឈៀងមែនទេអញ្ចឹងគឺវាពិតប្រាកដថានៅពេលដែលសងសឹកនេះបាននិយាយថាគឺដោយសារតែលោកក៏បានព្យាបាលជំងឺលោកតារបស់ខ្ញុំហើយសមត្ថភាពវិជ្ជាពេទ្យរបស់លោកប្រកាសជាមិនអន់ទេមិនចាំងទៀតក្រុមប៉ូលីសទាំងអស់នេះគឺជាមនុស្សក្រមអាវ៉ាត់របស់នាងហើយនេះក៏បានបញ្ជាពួកគេឲ្យតាំងស្វែងរកសុខអង្កេតតាក់ទងជាមួយនឹងបញ្ហាដោយចៃដន្យជាហេតុដែលធ្វើពួកគេមានបញ្ហាទាំងអស់នេះអញ្ចឹងកំហុសដោយសារតែនាងដែរដូច្នេះ Bufan បាននិយាយប្រាប់មិនចាំបាច់បារម្ភទេខ្លួនគេគឺជាលោកគ្រូពេទ្យអញ្ចឹងគឺនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះមនុស្សហើយចឹងឯភ្លាមៗក៏មាននរណាគេម្នាក់ផ្ញើសារមកសងបន្ទាប់ពីនាងបានអានហើយនាងក៏បាននិយាយប្រាប់ថានាងក៏មានភារកិច្ចបន្ទាន់ទៅជួបជាមួយនឹងក្រុមគូសាររបស់ក្រុមប៉ូលីសទាំងអស់នេះហើយចឹងឯគឺឲ្យ Bufan ទៅមុនទៅបន្ទប់សង្គ្រោះបន្ទាន់លេខ202ដែលក្រុមប៉ូលីសទាំងអស់គឺកំពុងតែស្ថិតនៅទីនោះហើយដូច្នេះអ្នកប្រមាហើយនឹងលីលីនក៏ស្នាក់នៅទីនេះដែរហើយអ្នកប្រមាបាននិយាយថាខ្ញុំពិបាកណាស់នៅក្នុងការចេញពីប៉ុស្តិ៍ប៉ូលីសវិញនៅពេលនេះក៏បានជួបជាមួយនឹងអម្នាក់នេះទៀតហើយហៅថាទៅវិញបានជាអម្នាក់ហ្នឹងគឺមកមន្ទីរពេទ្យនេះដែរចំពោះលីលីនក៏មានការងឿឆ្ងល់ដូចគ្នាប៉ុន្តែដល់បានមើលកាយវិការរបស់ Bufan ងក់ក្បាលជាមួយនឹងសងនាងគិតថាមើលទៅ Bufan អម្នាក់ហ្នឹងគឺប្រកាសជាមកសិក្សាវិជ្ជាពេទ្យនៅទីនេះជាមិនខានហើយដោយសារតែនាងបានដឹងថា Bufan គឺជានិស្សិតពេទ្យឆ្នាំទី3អញ្ចឹងមកទីនេះគឺគ្មានអ្វីក្រៅពីរៀនវិជ្ជាពេទ្យឡើយដូច្នេះនៅទី2ពួកគេក៏បានដាក់មកស្កាត់មុខ Bufan នៅពេលដែលអ្នកប្រមាបាននិយាយបែបឌឺដងអញ្ចឹងណាថាលោកគឺមានជំនាញពេទ្យថ្នាក់មធ្យមទេហេតុអ្វីបានជាមានកំណត់មកទីនេះដើម្បីរៀនវិជ្ជាពេទ្យដូច្នោះគូណាតាចាក់ចេញត្រឡប់ទៅវិញទៅតែ Bufan និយាយតបទៅវិញហានៅពេលនេះឯងក៏បានចេញពីប៉ុស្តិ៍ប៉ូលីសហើយមែនហើយនៅមានកម្លាំងនៅនិយាយព្រុសបែបនេះទៀតណាអញ្ចឹងអ្នកប្រមាគេបានជាខ្លាំងនេះគឺជារឿងរបស់ខ្ញុំទេបន្ថែមទៀត Bufan បាននិយាយទៅកាន់លេនថានៅមុនទីនេះគឺដើម្បីព្យាបាលអាក្រក់ជំងឺបន្ទាប់ពីពាក់កងដៃខ្លាំងៗនោះមែនទេដោយសារតែកងដៃរបស់លីលីនពាក់កាលពីមុនវាគឺជាកងដៃខ្លាំងៗដែលត្រូវបានចម្បាញ់ជាមួយនឹងសារធាតុគីមីតែលីលីននេះបាននិយាយខ្មើទៅវិញគប់គិតថាលោកអស្ចារ្យគឺជាម្ចាស់ភោជនីយដ្ឋានផ្កាយ5ជាងណានហើយក៏មកធ្វើចរិតនៅទីនេះហើយម្ចាស់ទៀតនៅទីក្រៅមន្ទីរពេទ្យមួយហ្នឹងគឺមិនជាទីកន្លែងជំនាញនៅក្នុងការលោកមកសិក្សាឡើយចំណែកគេអ្នកប្រមាក៏បាននិយាយបែបឌឺដងទៅកាន់ Bufan ផងដែរថាមើលទៅឯមកទីនេះប្រកាសជាមិនមែនគុំម្ដងថាចំមករៀនវិជ្ជាពេទ្យទេប្រកាសជាមានកំណត់ថាចំមកញ៉ាសៃមួយកូនញ៉ានៅគ្រូពេទ្យនៅទីនេះជាមិនខានលីលីននឹងបានសុយកាកាយវាគឺជាសំណាងល្អរបស់នាងហើយដែលបានបែកគ្នាជាមួយនឹង Bufan តនពេលម្ចាស់ទៀតនឹងប្រាប់រឿងទាំងអស់នេះឲ្យសង្សាររបស់ Bufan បានដឹងតែជាកញ្ញាឈួរលោកគឺជាមនុស្សសាវ៉ាមិនមែនជាមនុស្សស្មោះទេខ្លួនមួយគឺចង់ជីកទូពីតែចំណាក្តី Bufan គឺមិនចង់និយាយតវ៉ាជាមួយនឹងអ្នកទៅពីច្រើនឡើយដែលពេលនេះគេមានភារកិច្ចសំខាន់ដែលត្រូវធ្វើដល់ទៅយ៉ាងសង្ហាលីលីននឹងបជាខឹងចំណាក្តីអ្នកប្រមាបាននិយាយថាបំភ្លេចវាចោលទៅមើលទៅអាម្នាក់ហ្នឹងមកមន្ទីរពេទ្យហ្នឹងគ្រាន់តែមកដើម្បីសង្អាតបង្គន់អនាម័យទេជាកាត់មើលក្រុមប៉ូលីសគឺកំពុងតែដេកសម្រាកនៅទីនេះហើយប្រពន្ធតែផ្សេងអបសមខ្មៅលោកតាកៅគឺស្ថិតនៅទីនេះផងដែរអញ្ចឹងគាត់ក៏បានសួរលោកគ្រូពេទ្យបើតាមការតែពិនិត្យមើលគឺមានអាការៈអ្វីដែរអន់អញ្ចឹងលោកគ្រូពេទ្យក៏បានជាប្រាប់ថាទាំងអស់នេះវាគឺជាបញ្ហាដែលពួកគាត់បានតែពិនិត្យមើលហើយអាការៈគឺធម្មតាទាំងអស់ប៉ុន្តែវាក៏បានធ្វើឲ្យក្រុមប៉ូលីសទាំងអស់នេះស្លាប់មិនដឹងខ្លួនវាគឺជាបញ្ហាដែលពួកគាត់មានការសង្ស័យម្ល៉េះលោកមេកងវាំងគាត់ក៏បាននិយាយទៅកាន់លោកតាកៅនៅពេលនេះបងប្អូនប៉ូលីសរបស់ខ្ញុំចង់មិនដែរហើយដល់អាការៈទាំងអស់នេះវាគឺជាជំងឺអ្វីដែរលោកតាកៅគាត់បានស្ទង់ជីបចរដែលជីបចរប៉ូលីសទាំង3នេះគឺដូចគ្នាទាំងអស់ដែលគាត់បានថាពោយជីនហានីចាស់នៅក្នុងខ្លួនប្រជាច្បុកច្បល់អញ្ចឹងឯងនៅពេលដែលគាត់បានប៉ាំងស្មានប្រកាសជានឹងបានប៉ះពាល់ជាមួយនឹងវត្ថុដែលមិនស្អាតហើយអញ្ចឹងគាត់ធ្វើឲ្យលោកមេកងវាំងប្រជាងឿនឆ្ងល់អ្វីទៅដែលជាវត្ថុមិនស្អាតនោះបើជាសង្កត់ទៅលោកតាកៅគាត់ក៏បានជាសម្ដៅទៅកាន់វិញ្ញាណអាក្រក់ដែលវិញ្ញាណអាក្រក់ហ្នឹងវាគឺស្ថិតនៅជុំវិញគ្រប់ទីកន្លែងនៅក្នុងខ្យល់អាកាសឬមួយក៏វត្ថុអ្វីផ្សេងជាច្រើនទៀតហើយគាត់គឺមិនបានខ្វល់អ្វីច្រើនឡើយក៏បានសួរលោកតាកៅតើលោកតាកៅក៏អាចជួយព្យាបាលអ្នកទាំង3បានដែរទេចំពោះលោកតាកៅគាត់បាននិយាយតាំងដល់នឹងហើមធំប្រសិនបើវិញ្ញាណអាក្រក់មិនតន់ចូលនៅក្នុងខ្លួនគាត់គឺមានវិធីសាស្ត្រនៅក្នុងការទប់ស្កាត់វាក៏ប៉ុន្តែចំណាក្តីបន្ទាប់ពីវិញ្ញាណអាក្រក់ចូលនៅក្នុងខ្លួនហើយគាត់គឺគ្មានវិធីអ្វីដើម្បីព្យាបាលទេលោកមេកងវាំងគាត់ក៏បានអង្គគ្រប់សំពត់លោកតាកៅផងថាប្រសិនបើលោកតាកៅគឺមិនអាចជួយសង្គ្រោះបានអញ្ចឹងគឺមានតែបញ្ជូនប៉ូលីសទាំងអស់នេះទៅទីក្រុងធំជាមិនខានហើយតែលោកគ្រូពេទ្យម្នាក់ទៀតគាត់បាននិយាយប្រាប់ថាអាការៈនៃជំងឺនៅពេលនេះគឺមិនសូវល្អទេប្រសិនបើបញ្ជូនទៅប្រកាសជានឹងមានបញ្ហាតាមផ្លូវជាមិនខានម្ល៉េះលោកតាកៅក៏បាននិយាយប្រាប់អ្នកទាំងអស់គ្នាថាមិនអីទេចាំខ្ញុំសុំសួរច្បងរបស់ខ្ញុំឲ្យមកជួយតែបើលឺចឹងក៏ធ្វើអ្នកទាំងអស់គ្នាពិតជាចាប់មនុស្សស្ម
បានថាលោកតាកោគឺមានសិស្សច្បងម្នាក់ទៀតទេគាត់បានទិញទូរស័ព្ទដើម្បីទៅហៅប៊ូហ្វាន់ប៉ុន្តែភ្លាមប៊ូហ្វាន់ក៏បានមកដល់តនពេលនៅទាំងអស់គ្នាគឺមិនដឹងថាប៊ូហ្វាន់គឺមកទីនេះធ្វើអ្វីឡើយក៏បានដេញឲ្យប៊ូហ្វាន់ចាក់ចេញទៅវិញទៅតែប៊ូហ្វាន់បាននិយាយប្រាប់ថាខ្ញុំមកទីនេះគឺដើម្បីព្យាបាលអ្នកជំងឺតាមអ្វីដែលកញ្ញាសង្សងនាងក៏បានបញ្ជាមកហើយលោកគ្រូពេទ្យម្នាក់នេះគាត់គឺមិនជឿទេក៏បានដេញប៊ូហ្វាន់ឲ្យចេញទៅបើសិនបើបន្តទៅទេគាត់នឹងហៅសុនរស័កឲ្យចាប់ទាញទៅហើយចំណែកឯលោកមីកូវ៉ាងគាត់ក៏បាននិយាយទៅកាន់ប៊ូហ្វាន់ដូចគ្នាថាអ្នកក្លាហានបើសិនបើអ្នកក្លាហានគឺមិនមកជួយទេកុំមកបង្កបញ្ហាអីហើយចឹងលោកតាំងកោគាត់បាននិយាយថាបិទមាត់ទៅកុំនិយាយអីផ្ដែផ្ដាហើយលោកគ្រូពេទ្យម្នាក់នេះឡើងចាតែម្ដងឬទេសំបីតែលោកតាកោគាត់ក៏ខឹងដែរអញ្ចឹងឯងគួរណាតែប្រញាប់ចាក់ចេញទៅតែមានណាលោកតាកោគាត់បាននិយាយប្រាប់ថាមនុស្សម្នាក់នឹងហើយគឺជាសិស្សច្បងរបស់គាត់ក៏ធ្វើនៅទាំងអស់គ្នាពិជាផ្សាយផ្អើនឹងអង្គគ្រប់ទៅកាន់ប៊ូហ្វាន់សូមគោរពសិស្សច្បងដូច្នេះប៊ូហ្វាន់បានសួរលោកតាកោតើបានរកឃើញអាការៈរបស់អ្នកជំងឺដែរទេនៅពេលដែលលោកតាកោក៏បាននិយាយប្រាប់ថាប៉ូលីសទាំង3នាក់នេះគឺស្ថិតនៅក្នុងការស្លាប់ដោយសារតែវិញ្ញាណអាក្រក់ចូលនៅក្នុងខ្លួនប៉ុន្តែគួរស្ដាយខ្លួនគាត់គឺគ្មានសមត្ថភាពនិងចំណេះដឹងនៅក្នុងការព្យាបាលអ្នកទាំង3ឡើយចឹងប៊ូហ្វាន់ក៏បានប្រាប់ភ្នែកតូចរបស់គេពិនិត្យមើលអាការៈជំងឺរបស់អ្នកទាំង3យល់ទៅនេះគឺបានបង្កឡើងដោយចំហាយវិញ្ញាណអាក្រក់ពិតមែនដែលវាក៏បានបណ្ដាលឲ្យប៉ូលីសទាំង3នេះសន្លប់ជាក់ស្ដែងបុគ្គលម្នាក់នោះប្រកាសជាមិនចង់ឲ្យក្រុមប៉ូលីសស៊ើបអង្កេតតាក់ទងជាមួយនឹងបញ្ហាទាំងអស់នេះហើយតែចំណាក់ក្តីបន្ទាប់ពីប៊ូហ្វាន់ជួយសង្គ្រោះប៉ូលីសទាំង3នាក់នេះហើយខ្លួនគេប្រកាសជានឹងអាចរកឃើញដំណោយខ្លះពីពួកគេទាំង3ជាមិនខានចំណែកគេលើមកកងវ៉ាងគាត់ក៏បានជិះទៅកាន់ប៊ូហ្វាន់មើលទៅមុខគាត់គឺបានដឹងហើយគាត់គឺមិនជឿថាប៊ូហ្វាន់គឺអាចជួយសង្គ្រោះបងប្អូនប៉ូលីសរបស់គាត់បានឡើយដែលបាននិយាយសួរថាលោកគ្រូពេទ្យតើលោកគ្រូពេទ្យគឺអាចជាបានអ្នកទាំង3បានដែរទេអញ្ចឹងឯប៊ូហ្វាន់ក៏បានចុះមកជួបប្រាក់របស់គេចេញមកគឺយកមកជួបប្រាក់ហ្នឹងទៅសម្រាប់មេរោគសិនទៅនៅពេលដែលយកវាជាបានទៅខ្លាចឆ្លងជំងឺសន្និរោគអ្វីផ្សេងអញ្ចឹងលោកតាកោគាត់ក៏បានស្ទុះទៅយកចំនួនលោកមួយកងវាងថានេះវាគឺជាភារកិច្ចរបស់ខ្ញុំនៅក្នុងការធ្វើវាដែលលោកមួយកងវាងលោកគួរណាតែយកទូរស័ព្ទដើម្បីថតសកម្មភាពទាំងអស់នេះទុកទៅដូច្នោះបន្ទាប់មកលោកតាកោគាត់បានចុះមកជួបប្រាក់របស់ប៊ូហ្វាន់ទៅលាងសម្រាប់មេរោគអស់ហើយដែលមិនបង្អង់យូរប៊ូហ្វាន់ក៏បានចុះមកជួបប្រាក់ដើម្បីព្យាបាលអ្នកជំងឺចំណែកឯលោកគ្រូពេទ្យម្នាក់នេះគាត់ក៏បានមកសឹបជាមួយនឹងលោកតាកោអញ្ចឹងណាលោកតាកោតើមនុស្សម្នាក់នេះគួរទុកចិត្តដែរទេហើយគ្រាន់តែមើលអាយុទៅគឺនៅក្មេងណាស់មិនដល់អាយុ20ឆ្នាំស៊ូបួផងដែលគាត់ក៏មានការព្រួយបារម្ភផ្សិតបានអ្នកជំងឺអ្វីទៅពួកគាត់ទាំងអស់គ្នាប្រកាសជានឹងមានការពាក់ព័ន្ធជាមួយនឹងគ្នាចាស់ជាមិនខានតែលោកតាកោគាត់បាននិយាយថាឯងគឺចង់និយាយពីអ្វីទៅដែលខ្លួនគាត់ក៏បានហៅមនុស្សម្នាក់នេះធ្វើជាសិស្សច្បងអញ្ចឹងឯសមត្ថភាពរបស់គេពិតជាមិនធម្មតាឡើយចាំតែមើលទាំងអស់គ្នាទៅហើយចំណែកឯលោកគ្រូពេទ្យម្នាក់នេះគាត់បាននិយាយថាបើសិនបើមានបញ្ហាអ្វីកើតឡើងទាំងអស់នេះវាគឺមិនបានពាក់ព័ន្ធជាមួយនឹងគាត់ទេចំណែកឯលោកមីកងវ៉ាងគាត់ក៏បានយកទូរស័ព្ទដើម្បីថតសកម្មភាពរបស់ប៊ូហ្វានទាំងអស់ប៊ូហ្វាននៅវិញក៏បានប្រើភ្នែកទៅម្ដងទៀតមើលអាការៈជំងឺដោយវិញ្ញាណអាក្រក់ក៏បានសើភីជុំវិញខ្លួនប្រាណរលាងកាយអស់ហើយវាគឺជាសំណាងល្អផងដែរដោយវិញ្ញាណអាក្រក់ហ្នឹងគឺមិនបានឈ្លានពានរលាងកាយមិនមានរយៈពេលយូរបើអញ្ចឹងទេវាពិបាកនៅក្នុងការព្យាបាលចាក់ជាមិនខានដូច្នេះប៊ូហ្វានគេក៏បានចុះមកជួបប្រាក់មួយដាំចាក់ទៅលើចិញ្ចាំកូនប៉ូលីសម្នាក់ទេហើយបានចុះនៅក្នុងសមាផ្លូវចិត្តមើលវិជាពេទ្យបន្ថែមទៀតតាក់ទងជាមួយនឹងការកំចាត់នៅព្រលឹងវិញ្ញាណអាក្រក់ដែលប៊ូហ្វានក៏បានប្រាប់មកជួបប្រាក់តាម9ដាំចាក់ទៅលើរាងកាយរបស់ប៉ូលីសម្នាក់ហ្នឹងក៏ធ្វើលោកគ្រូពេទ្យម្នាក់នេះក៏ពិតជាចាប់អើគាត់ក៏បានដឹងថានេះវាគឺជាស្នេហ៍វិជាពេទ្យមកជួបព្រលឹងតាម9តើដូច្នេះគឺវាពិតប្រាកដហើយនៅពេលដែលលោកតាកោគាត់បាននិយាយប្រាប់ថានេះវាគឺជាមកជួបព្រលឹងតាម9វាគឺជាវិជាពិសេសរបស់សិស្សច្បងរបស់ខ្ញុំហើយពួកលោកក៏បានឃើញភ្លឺភ្នែកហើយនៅដូច្នេះប៊ូហ្វានគេក៏បានបំផ្លាញវិញ្ញាណអាក្រក់ទាំងអស់នឹងចេញទៅមិនបានដកយកមកជួបប្រាក់ទាំងអស់នេះត្រឡប់មកវិញភ្លាមកូនប៉ូលីសម្នាក់ហ្នឹងក៏បានផ្ចិតដឹងខ្លួនវិញផងដែរគាត់ធ្វើនៅទាំងអស់គ្នាពិតជាចាប់អើនិងសប្បាយចិត្តនៅពេលដែលកូនប៉ូលីម្នាក់ហ្នឹងផ្ចិតដឹងខ្លួនមកខ្លួនគេក៏មិនដឹងថានៅទីណាឡើយហើយក៏បានស្ទុះស្ទានិយាយសួរទៅកាន់លោកមីកងវ៉ាងតើមានបញ្ហាអ្វីកើតឡើងដែលមិនបង្អង់យូរប៊ូហ្វានគេក៏បានបញ្ញាព្យាបាលអ្នកបន្តទៀតហើយចំណែកឯសងនេះក៏បានត្រឡប់មកវិញផងដែរនិយាយទូរស័ព្ទជាមួយនឹងលោកមីកងវ៉ាងយល់ទៅលោកមីកងវ៉ាងគាត់បានជាប្រាប់ថាអ្វីគ្រប់យ៉ាងក៏ត្រូវបានបញ្ចប់សងនៅប្រជាជាអះនឹងតក់ស្លុតនៅក្នុងចិត្តនិងគិតថាក្រុមប៉ូលីសទាំងអស់នោះក៏ត្រូវបានបាត់បង់ជីវិតទាំងអស់គ្នាអញ្ចឹងនេះបានបញ្ញាទៅបើខ្វីខ្វាក់យេស៊ូអ្នកទាំងអស់គ្នាយ៉ាងម៉េចហើយអញ្ចឹងឯងគឺនៅអ្វីដែលលោកមីកងវ៉ាងគាត់បានជាប្រាប់ថាអ្វីគ្រប់យ៉ាងក៏ត្រូវបានបញ្ចប់ជំងឺអ្នកទាំងអស់គ្នាក៏ត្រូវបានជាសះស្បើយក៏ធ្វើឲ្យសងនឹងប្រជាជាអះហើយក្រុមប៉ូលីសទាំងអស់ហ្នឹងក៏បានប្រាប់សងថាវិជាពេទ្យរបស់លោកគ្រូពេទ្យពិតជាអស្ចារ្យមែនចំពោះប៊ូហ្វានកុំចង់និយាយអ្វីច្រើនឡើយក៏បានសួរប៉ូលីសទាំង3នាក់ហ្នឹងតើអ្នកទាំង3គឺបានឃើញអ្វីខ្លះសូមនិយាយប្រាប់នៅពេលនេះទៅអញ្ចឹងឯងនៅអ្វីដែលប៉ូលីសទាំង3បានរាយការណ៍ប្រាប់ថាពួកគេក៏បានស៊ើបអង្កេតនឹងតាមដាននៅទីបំផុតក៏បានរកឃើញកសិផលបុរាណមួយដោយកសិផលបុរាណហ្នឹងវាមានតំណតំណងជាមួយនឹងសហគមន៍ដែលស្ថិតនៅតំបន់សេនដូតំបន់លីចុងក៏ធ្វើនៅទី2ពិតជាចាប់អើហើយសាច់រឿងរបស់យើងនៅភាគទី15ក៏ត្រូវបានកាត់ស្លេះតែប៉ុណ្្នឹងដែរបងប្អូនអញ្ចឹងនេះគឺជានឹងជួបគ្នាជាមួយនឹងភាគថ្មីជាបន្តទៀតអរគុណច្រើន